ok số đây nó nhất trong xóa cùng can video thứ mấy trong trong video này cứ dương năng gì bị string nó trong pizza Java trong dương năng Moscow ha với tới chia string trong string cứ chỉ tua xó mình này thay chỉ chẳng ai gì thà string cứ chỉ để tạo thành mối đaสำหรับ store ในประเภท text បាទអញ្ចឹងstring គឺជាប្រភេទ data type មួយដែលយើងរក្សាទុកជា text ជាពាក្យឬក៏ជា clear ស្អីមួយចឹងបាទអញ្ចឹងយើងមើលទៅលើរបៀបនៅក្នុងការបង្កើត variable ប្រភេទជា string អញ្ចឹង string គឺ store ទិន្នន័យនៅក្នុងសញ្ញា double quote អញ្ចឹងឧទាហរណ៍ថាយើងមាន variable មួយ string tt មកនឹង hello java programmer hello java programming បាទអញ្ចឹងនេះគឺជា string data type ហើយនេះជា variable របស់យើងតទៅទៀតនេះគឺជា value របស់វាអញ្ចឹង value របស់វាគឺជាពាក្យជា text បាទអញ្ចឹងនេះគឺជា syntax នៅក្នុងការបង្កើត variable អញ្ចឹងយើងក៏អាច display នៅ value ដែលមាននៅក្នុង tt នឹងបានដោយយើង say system.out.print នឹងមកហើយទៀតយើងដាក់ TXT បាទ TXT value នឹងមកអូខេយើងចុច compile ចឹងយើងទៅបាន hello java programming នៅក្នុង console application របស់យើងមួយទៀតយើងក៏អាច check មើលយើង system.out.print មកអូខេ println យើងក៏អាច check មើលtt.length បាទយើង check មើល length ថាតើចំនួនតួអក្សររបស់យើងមានប្រមាណតួបាទយើង check មើលមាន22តួអញ្ចឹងនេះប៉ុន្តែយើងមាន22តួបាទមួយទៀតយើងក៏អាច check យើងអាចធ្វើការកែប្រែនៅ value នៅក្នុងtext នឹងបានដោយយើងដាក់ tt.to uppercase អញ្ចឹងអានេះមានន័យថាយើង convert string របស់យើងហ្នឹងអក្សរពាក្យរបស់យើងហ្នឹងទៅជា lowercase បាទសំទោសគឺ lowercase មានន័យថាអក្សរតូចទាំងអស់នេះគឺយើង convert វាទៅ uppercase បាទ uppercase មួយទៀតយើងអាចទៅណាបានទៀតយើងអាចយ៉ាងទៅអូខេយើង lowercase uppercase to យើងមានដូចជាមានអូខេយើងមាន2ហ្នឹងគឺទីមួយយើងនឹង convert text របស់យើងទៅជា lowercase បាទទៅជា lowercase មិនគឺយើងនឹង convert ពាក្យ hello ដែលមានអក្សរ h អក្សរធំនៅពីមុខហ្នឹងវាទៅជាអក្សរតូចទាំងអស់បែបនេះអក្សរ j ទាំងអស់អក្សរ j ទៅជាអក្សរតូច p ក៏អក្សរតូចដែរបាទហើយចំណែកto uppercase មានន័យថា convert ពាក្យទាំងអស់ហ្នឹងទៅជាអក្សរធំទាំងអស់ឧទាហរណ៍ដូចជា hello java program បាទ programming បែបនេះបាទអញ្ចឹងយើង convert ទៅជា uppercase នេះ lowercase ចឹងពេលយើង compile មកយើងនឹងទទួលបាននេះបែបនេះបាទអញ្ចឹងនេះគឺជាការ convert តួអក្សរ
បើសិនជាយើងចង់ convert វាទៅតូចឬក៏ទៅធំបាទជាឧទាហរណ៍មួយទៀតយើងក៏អាចធ្វើការភ្ជាប់បាទយើងអាចភ្ជាប់ string របស់យើងឧទាហរណ៍យើងមានstring txt បាទ txt1 ស្មើនឹង hello អញ្ចឹងចាហ្នឹងយើងមាន tt2 ដែលមានពាក្យថា Java programming អញ្ចឹងយើងចង់ភ្ជាប់ពាក្យទាំងពីរហ្នឹងជួបគ្នាអញ្ចឹងយើងអាចសរសេរថាយើងអាចធ្វើបែបនេះមានន័យថាចេះយើងចង់ភ្ជាប់ string ទាំងពីរនេះទៅជា hello Java programming បែបនេះបាទអញ្ចឹងយើងអាចធ្វើការភ្ជាប់វាទៅ system.out.println okay printlnយើងដាក់ txt1 ដក concat txt2 មកបាទបែបនេះអញ្ចឹងនៅពេលដែលយើងទទួលបានគឺវាចេញពីរពាក្យជាប់គ្នាបាទបែបនេះជាប់គ្នាចេញអក្សរជាប់គ្នាបែបនេះប៉ុន្តែវាអាចនឹងអត់មាន space នៅកន្លែងនេះដោយសារថាយើងអត់បានដក clear នៅកន្លែងនេះអូខេហើយយើងមើលបាទដោយអ្វីដែលខ្ញុំបានរំពឹងទុកគឺវាមានដក clear នេះទេប៉ុន្តែ clear របស់វាគឺវាជាប់គ្នាបាទវិធីមួយទៀតយើងក៏អាចតបភ្ជាប់វាតាមរយៈវិធីងាយដូចគ្នាគឺយើង system.out.println println តាមទៀតយើងយក txt1 បូកស្មើជាមួយនឹង space យើងធ្វើការដក clear តាមទៀតយើងបូកស្មើនឹង1នឹង txt2 បែបនេះបាទអញ្ចឹងយើងទទួលបានពាក្យនេះដូចគ្នាដែរបាទនេះដូចគ្នាអញ្ចឹងនេះគឺជាវិធីនៅក្នុងការប្រើប្រាស់ string data type នៅក្នុង Java ចំណុចមួយទៀតយើងក៏អាចធ្វើការស្វែងរកនៅពាក្យដែលមាននៅក្នុង string បានដូចគ្នាឧទាហរណ៍ថាយើងមាន string string txt3 ដែលមានពាក្យថាដាក់ថាបែបនេះចុះអូខេ error ស្អីមានហាញតាបាទ យើងមាន string អញ្ចឹងចុះតទៅទៀតយើងចង់ស្វែងរកពាក្យ locate នៅក្នុង string txt3 ហ្នឹងបាទអញ្ចឹងយើងអាចប្រើប្រាស់ function system.out.println ln តទៅទៀតtxt3
dot index of យើងប្រើ index of មកយើងដាក់ពាក្យដែលយើងចង់ស្វែងរកមកឧទាហរណ៍ថាពាក្យនៅកន្លែងនេះអញ្ចឹងនៅពេលនោះគឺវានឹង output នៅចំនួនតួរបស់ string ដែលចាប់ផ្ដើមដោយពាក្យ locate នេះបាទអញ្ចឹងយើង run មកអញ្ចឹងយើងឃើញគឺវានៅតួទី7យើងឥឡូវយើងសាករកសម្បត្តិ 0 1 2 3 4 5 6 7 បាទអញ្ចឹងចាប់ពីលេខ7ទៅដល់កន្លែងនេះបាទមានន័យថាវា start ចាប់ពីតួទី7ទៅអូខេមួយទៀតយើងក៏អាចប្រើប្រាស់ function char add បានដើម្បីស្វែងរកទីតាំងរបស់តួអក្សរឧទាហរណ៍ថាយើងចង់ស្វែងរកទីតាំងតួអក្សរណាចឹងឧទាហរណ៍ថាតួអក្សរនេះតួអក្សរមួយនេះចាបាទសំទោសយើងអាចប្រើប្រាស់ index ឧទាហរណ៍ថាឥឡូវខ្ញុំ system មួយសិន system.out print ln ទៅមកទៀតtxt3 dot char add យើងប្រើ char add មកតទៅទៀតយើងដាក់តួទីប្រហែលតួទី9អញ្ចឹងយើងនឹងទទួលបានតួទី9ស្មើនឹងអក្សរអីគេបាទតួទី9គឺស្មើនឹងអក្សរ C ហើយយើងថែមតួទី10ស្មើនឹងអក្សរអីគេបាទអញ្ចឹងអក្សរ A បាទអញ្ចឹងនេះគឺជាការប្រើប្រាស់ string data type មួយទៀតយើងនិយាយគ្នាអំពី string concatenation ដូចខ្ញុំឧទាហរណ៍មុនហ្នឹងអញ្ចឹងយើងប្រើប្រាស់វិធីបូកយើងមានឥឡូវខ្ញុំឧទាហរណ៍ម្ដងទៀតចាstr1 ស្មើនឹង hello ហើយមាន str2 ស្មើនឹង programming បាទអញ្ចឹងយើងចង់ភ្ជាប់ពាក្យទាំងពីរនឹងជួបគ្នាគឺយើងអាចប្រើប្រាស់វិធីបូក string បានបែបនេះគឺ str1 បូកមួយហ្នឹងយើងចង់ឲ្យវា output មកយើងមាន space អញ្ចឹងយើងបន្ថែម space មួយមកយើងបូក str2 បែបនេះបាទអញ្ចឹងយើងទទួលបាន hello programming បើសិនជាយើងអត់ដាក់ space នៅកន្លែងនេះយើងដកចេញគឺពាក្យរបស់យើងជាប់គ្នានេះ hello programming បាទអញ្ចឹងយើងដាក់វិញមក run ម្ដងទៀតអញ្ចឹងយើងទទួលបាន space ហើយមួយទៀតយើងក៏អាចប្រើប្រាស់នៅ function ដើម្បីតបជាប់ string ហ្នឹងដូចគ្នាយើងអាចប្រើប្រាស់ out.println យើងប្រើប្រាស់ str1.concat យើងប្រើប្រាស់ concat function មកហើយយើងដាក់ str2 ចូលអញ្ចឹងវានឹងតបជាប់គ្នាដូចគ្នាប៉ុន្តែវាអត់មាន space បាទ space អញ្ចឹងយើងឃើញវាជាប់គ្នាបែបនេះអាហ្នឹងគឺជាការប្រើប្រាស់ function បើសិនបើយើងមាន str3 វិញទៀត str3 ដែលមានពាក្យថា Java បាទតាមទៀតយើងអាចបូកនៅកន្លែងនេះបូកតគ្នាមក .concat ទៀតមក str3
ចឹងយើងទទួលបានជាប់គ្នាបាទចឹងបើសិនយើងមាន string ច្រើនហូរហែយើងអាចបូកតគ្នាបានដូចគ្នាបាទហ្នឹងគឺទាក់ទងជាមួយនឹង concatenation នៅក្នុង Java ហើយមួយទៀតយើងនិយាយអំពីលេខដែលជាប្រភេទ string បាទអញ្ចឹងលេខដែលប្រភេទជា string ឧទាហរណ៍ដូចជាយើងមាន string age តែយើង store ជា string បែបនេះអញ្ចឹងនៅពេលដែលយើងចង់ធ្វើការគណនាគឺយើងអាចបូកបានទេដោយសារតែប្រភេទ data type វាជា string ឧទាហរណ៍ថាយើងចង់បូកឥឡូវខ្ញុំមាន string 5មួយទៀតស្មើនឹង string date string date dob ចុះ dob 2018ចុះចឹងយើងចង់យកវាមកបូកគ្នាគឺយើងអាចបូកដកគ្នាបានទេដោយសារតែប្រភេទរបស់វា data type ជា string ឧទាហរណ៍ឥឡូវឧទាហរណ៍ជាវិញឧទាហរណ៍ថា51 52នេះ23 20ចឹងបើសិនជាយើងចង់បូកពីរនឹងបញ្ចូលគ្នា51បូកជាមួយនឹង52ចឹងយើងទទួលបាន23 20បែបនេះដោយសារតែវាជា string យើងវាបូកគ្នាទេបាទវាមិនមែនប្រភេទជាលេខទេយើងមើលពីខាងក្រៅវាជាលេខមែនប៉ុន្តែ data type វាគឺជា string បាទមួយទៀតយើងនឹងនិយាយអំពី special character នៅក្នុង Java បាទអញ្ចឹង special character គឺជាតួអក្សរពិសេសដែលយើងប្រើសម្រាប់ escape នៅ string នៅក្នុងការសរសេរកូដ Java ឧទាហរណ៍ដូចជាយើងមានសញ្ញា slash backslash single quote បែបនេះ backslash double quote បាទ backslash double quote អូខេយើងមាន backslash single quote backslash double quote ហើយនឹង backslash បែបនេះបាទ backslash បែបនេះអញ្ចឹងយើងទៅមើលរបៀបប្រើប្រាស់ទី1គឺ single quote អញ្ចឹង single quote ឧទាហរណ៍ថាយើងមានពាក្យបែបនេះថា string string word ចុះស្មើនឹងពាក្យថា it rainy now ឧទាហរណ៍បាទចឹងយើងអាចប្រើប្រាស់ escape character នៅកន្លែងនេះបានដើម្បីបញ្ជាក់ថាវាជា special character បាទមួយទៀតយើងមានពាក្យផ្សេងមួយទៀត string word 2ដែលមាននៅក្នុងគឺយើងមានពាក្យថា he said បែបនេះ
តមកទៀតយើងចង់ដាក់ពាក្យថាពាក្យអ្វីដែលគាត់ទៅនិយាយហ្នឹងនៅក្នុងសញ្ញា double quote នៅពេលដែលយើង output បាទអញ្ចឹងនៅក្នុងភាសា Java នៅពេលដែលយើងសរសេរ double quote នៅក្នុង double quote បែបនេះគឺវាមិនអនុញ្ញាតទេបាទអញ្ចឹងអ្វីដែលយើងចាំបាច់ត្រូវប្រើគឺយើងត្រូវប្រើប្រាស់ escape character backslash បែបនេះ backslash បែបនេះបាទអញ្ចឹងពេលហ្នឹងគឺយើងអាចសរសេរបានហើយអូខេបន្តទៀតយើងដាក់ថា we want to travel បាទអូខេអញ្ចឹងនៅពេលដែលយើង system.out word 2មកអញ្ចឹងវានឹង output ពាក្យនេះនៅក្នុង double quote បាទយើងចង់បង្ហាញ double quote នៅក្នុង console យើងអាចប្រើប្រាស់ escape បែបនេះបាទមួយទៀតយើងប្រើប្រាស់ backslash ឧទាហរណ៍ថាខ្ញុំមាន directory មួយអញ្ចឹងខ្ញុំអាចដាក់ថា directory ស្មើនឹងខ្ញុំត្រូវការសរសេរជា location របស់ directory ខ្ញុំអាចសរសេរ user slash my pc slash my project ឧទាហរណ៍បែបនេះចឹងបាទអញ្ចឹងបើសិនជាយើងចង់បង្ហាញជាលក្ខណៈ directory backslash បែបនេះឧទាហរណ៍ដូចជា user slash my pc my pc slash my project គឺយើងសរសេរបែបនេះគឺវាមិនអនុញ្ញាតទេអញ្ចឹងយើងអាចប្រើប្រាស់ back escape character backslash មកដើម្បី escape នៅ slash ខាងក្រោយមួយទៀតបាទអញ្ចឹងនៅពេលដែលយើង system directory មកគឺវាបង្ហាញ backslash បែបនេះបាទជា directory នៅក្នុងកុំព្យូទ័ររបស់យើងឧទាហរណ៍បាទអញ្ចឹងនេះគឺជារបៀបក្នុងការប្រើប្រាស់ special character ហើយមួយទៀតយើងក៏មាន special character ផ្សេងទៀតមួយចំនួនដូចជា /n មានថា new line បាទ new line /t មានន័យថា new tape backslash គេបាទ backslash b មានន័យថារំកិលថយក្រោយមក space បាទ backspace បាទអញ្ចឹងយើងមាន character escape character ហ្នឹងមានច្រើនជាងនឹងទៀតបាទ